ឯកសារនៃការវិនិច្ឆ័យដីធ្លី 6,332 ក្បាលដីក្នុងស្រុកក្រឡាញ់ត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន 6,332 ក្បាលដីស្ថិតក្នុងភូមិគោកចំបក់ ភូមិព្រៃខ្យង ភូមិរើល គោកថ្មី ខ្នារជើង និងភូមិខ្នារត្បូង ឃុំក្រូចគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបត្រូវបានបិទផ្សាយជាសាធារណៈនៅថ្ងៃទី 31 ខែកក្កដាឆ្នាំ 2026 នេះដែលជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យនិងស្នើសុំកែតម្រូវទិន្នន័យដើម្បីធានានូវភាពត្រឹមត្រូវមុននឹងចេញប័ណ្ណកម្មសិទ្ធិលោកស្រីញឹមសុភ័ក្រអនុប្រធានមន្ត្រីរៀបចំដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាបបានអំពាវនាវឲ្យម្ចាស់ដីត្រូវពិនិត្យមើលសាវតាឈ្មោះឆ្នាំកំណើតប្រភេទទ្រព្យឈ្មោះឪពុកម្ដាយនិងទំហំដីនៅលើតារាងបញ្ជីឈ្មោះម្ចាស់ដីព្រមទាំងពិនិត្យទីតាំងដីនិងរូបរាងដីនៅលើផែនទីក្បាលដីឲ្យបានច្បាស់លាស់លោកស្រីបានបន្តថានេះគឺជាឱកាសដែលបងប្អូនមានសិទ្ធិធ្វើការកែតម្រូវឬដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗបានប្រសិនបើពិនិត្យទៅបើឃើញមានការខុសឆ្គងឬចង់ជំទាស់តវ៉ាលើចំណុចណាមួយដោយត្រូវតាក់ទងជាមួយក្រុមការងារដែលប្រចាំការនៅកន្លែងបិទផ្សាយដោយផ្ទាល់លោកស្រីអនុប្រធានមន្ត្រីបានបញ្ជាក់ថាក្រោយបញ្ចប់ការបិទផ្សាយរយៈពេល15ថ្ងៃនេះគណៈកម្មការរដ្ឋបាលនឹងលើកសំណើជូនទៅឯកឧត្តមអភិបាលខេត្តដើម្បីសម្រេចចេញប័ណ្ណកម្មសិទ្ធិជូនដល់ម្ចាស់កម្មសិទ្ធិករនិងអ្នកកាន់កាប់ដីដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់ដែលជាក្បាលដីមិនមានទំនាស់និងមិនមានពាក់ព័ន្ធជាមួយនឹងដីរបស់រដ្ឋឬដីសាធារណៈរបស់រដ្ឋចូលជាបុរាណដ្ឋានជាដើមសម្រាប់ការបិទផ្សាយនេះមានរយៈពេល15ថ្ងៃគិតចាប់តាំងពីថ្ងៃទី31ខែកក្កដាដល់ថ្ងៃទី14ខែសីហាឆ្នាំ2026នៅក្នុងបរិវេណវត្តប្រាសាទខ្នារក្នុងភូមិខ្នារជើងលោកសុកណារ៉េតអភិបាលស្រុកក្រឡាញ់បានលើកឡើងថាប័ណ្ណកម្មសិទ្ធិដីធ្លីដែលមានការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនេះធ្វើឡើងស្របតាមគោលនយោបាយជាតិស្តីពីដីធ្លីនិងច្បាប់ភូមិបាលក្នុងគោលបំណងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនិងដើម្បីកាត់បន្ថយក៏ដូចជាឈានទៅបិទបញ្ចប់ទំនាស់ដីធ្លីបង្កើតនូវបរិយាកាសគ្មានវិវាទភូមិឋានក្សេមសាន្តនិងសុភមង្គលលោកបានអំពាវនាវនៅសង្គមយ៉ាងមុតមមថាតំណាងមន្ត្រីអង្គភាពពាក់ព័ន្ធដែលជាស្ថាប័នគ្រប់គ្រងដីរដ្ឋនិងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់នឹងមានកិច្ចសហការល្អនៅក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនាពេលនេះលោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋមានចម្ងល់ឬមិនចេះអក្សរមន្ត្រីជំនាញដែលនៅប្រចាំការនឹងរងចាំធ្វើការដោះស្រាយពន្យល់បកស្រាយរាល់មន្ទិលសង្ស័យក៏ដូចជាទទួលពាក្យបណ្ដឹងតវ៉ាដើម្បីធ្វើការសម្រោះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាលជាមួយគ្នានោះអាជ្ញាធរឃុំភូមិត្រូវបន្តជួយផ្សព្វផ្សាយនិងបំផុសឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមកចូលរួមពិនិត្យក្បាលដីឲ្យបានគ្រប់គ្នាដើម្បីឲ្យការងារនេះសម្រេចបានជោគជ័យស្របតាមផែនការដែលបានគ្រោងទោក